ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញប្រកងឈុត$100ជាងជូនភ្ញៀវមួយទៀតហើយគាត់កំងកងអូស្ត្រាលីនៅខាងកំពង់ប្រាជ្ញអញ្ចឹងអរគុណពុកម៉ែបងប្អូនខ្លាំងមែនទែនឲ្យតាគាត់តាក់ទងមកដឹងតែទិញដោយសារគាត់ជួយជាប្រកងកន្លែងយើងមានប្រកងច្បាស់លាស់ហើយមួយទៀតទីតាំងរបស់យើងមានជាក់ស្ដែងអញ្ចឹងណាហើយនេះដែរគឺជាប្រភេទប្រកងអូស្ត្រាលីបែបធម្មជាតិដែលខ្ញុំបានចាំបងប្អូនទាំងអស់គ្នាយើងចាំទំហំតង់ធំក្បាល2បដោយ3ម៉ែត្រទេបងប្អូនហើយមើលលទ្ធផលដែលយើងទទួលបានណាបានច្រើនមែនតើបងប្អូនទាំងអស់គ្នាអានេះយើងបានចាប់ខ្លះណាយើងបានចាប់អស់ខ្លះហើយបើសិនជានៅទាំងអស់គឺទទួលបានផលច្រើនមែនតើអញ្ចឹងប្រកងអូស្ត្រាលីនេះមួយរយៈមុនគឺខ្ញុំបានអុយស៊ីបែបធម្មជាតិទេអុយស៊ីខ្យងថៃខ្ញុំវាយខ្យងថៃអុយស៊ីចង់ដកវិសោធន៍មើលថាតើរបៀបចិញ្ចឹមអុយចំណៃហើយនឹងប្រភេទធម្មជាតិហ្នឹងមួយណាបានផលច្រើនជាងអញ្ចឹងណាប៉ុន្តែជាលទ្ធផលយើងទទួលបានផលដូចគ្នាប៉ុន្តែគ្រាន់តែចិញ្ចឹមបែបធម្មជាតិយើងអត់សូវទទួលបានផលគឺពងយកសូវទទួលបានមេពងដែលពងកូនច្រើនវាពងដែរប៉ុន្តែរៀងតិចវាអត់សូវជាប់កូនអញ្ចឹងណាអត់ដូចតែយើងឲ្យចំណៃបែបចំណៃសម្រាប់ណាមានន័យថាបើសិនជាយើងឲ្យបកងហ្នឹងនេះទំហំដូចរបស់ខ្ញុំអញ្ចឹងខ្ញុំឲ្យចំណៃបែបមេពងចំណៃមេពងរបស់ខ្មែរយើងណាឥឡូវកសិករខ្មែរយើងគាត់បានផលិតនៅចំណៃបង្កងអូស្ត្រាលីធម្មជាតិនេះមេពងកូនមេបាពូជអីគឺមានទាំងអស់អញ្ចឹងมันពិបាកក្នុងការចិញ្ចឹមហើយតម្លៃធូរថ្លៃទៀតបងប្អូនទាំងអស់គ្នាមកបាវតែ100000ជាងអញ្ចឹងណាហើយបើសិនជាចំណៃថៃមកបាវទៅ$50អញ្ចឹងបងប្អូនទាំងអស់គ្នាកាន់តែងាយស្រួលក្នុងការចិញ្ចឹមណាយើងទិញតាមមកបាវអីទៅស៊ីបានរហូតកាន់ឆ្នាំបងប្អូនបើសិនជាយើងចិញ្ចឹមទំហំតិចតួចណាហើយប្រកងអូស្ត្រាលីនេះខ្ញុំចិញ្ចឹមមកយូរឆ្នាំហើយតាំងពីឆ្នាំ2019ធ្លាប់និយាយប្រាប់បងប្អូនមកច្រើនដងហើយប៉ុន្តែមិនដឹងថាបងប្អូនខ្លះគាត់បានស្ដាប់ឬក៏ចាប់បានអត់ទេប៉ុន្តែខ្ញុំនៅតែបញ្ជាក់ទៀតដោយសារកន្លែងរបស់ខ្ញុំគឺមានទីតាំងច្បាស់លាស់ចិញ្ចឹមបែបងាយស្រួលសម្រាប់បងប្អូនដែលគាត់ធ្វើការគាត់ចង់មានមុខរបរបន្ថែមនៅផ្ទះសម្រាប់ចំណូលប្រចាំថ្ងៃណាអញ្ចឹងមុខរបរប្រកងអូស្ត្រាលីនេះគឺទទួលបានផលណាបងប្អូនខ្ញុំលក់រហូតលក់ហូរហែមកហើយនេះជាទីតាំងរបស់ខ្ញុំបងប្អូនទាំងអស់គ្នាជាផ្ទះរបស់